គាត់ពន្យុះឲ្យធ្វើពហិការផលិតផលថៃគាត់បំផ្លាញ brand ថៃនៅប្រទេសកម្ពុជាហើយគាត់ប្រហែលជាគិតថានៅពេលដែលថៃកំពុងតែធ្លាក់ចុះផ្នែកខាងសេដ្ឋកិច្ចកំពុងដាំក្បាលចុះសេដ្ឋកិច្ចវាជាចំណុចមួយដែលគាត់អាចធ្វើជាការពន្យុះឲ្យមានពហិការផលិតផលថៃទៅប្រជាជននៅក្នុងប្រទេសកម្ពុជាដែលចូលស្រាប់នឹកឃើញថាការធ្វើពហិការផលិតផលថៃធ្វើឲ្យសេដ្ឋកិច្ចថៃដាំដូងអញ្ចឹងគាត់ទាញយក credit គាត់ទាញយក credit មកគេហៅទាញយកលេខកូដខ្ពស់មកថានេះសម្ដេចហ៊ុនសែនធ្វើអញ្ចឹងទៅគឺសេដ្ឋកិច្ចថៃដាំក្បាលអញ្ចឹងឯងបាត់ព្រំដែនអញបង្ហូរឈាមសេដ្ឋកិច្ចឯងតែតាមការពិតសុទ្ធតែជាសព្វនិមិត្តទេដូច្នេះខ្ញុំឃើញថាមកទល់នឹងពេលនេះគឺចង់វាយគ្នាសារជាថ្មីអាចវាយគ្នាមកក្តាំងទៀតណាបងប្អូនអាចភូមិរងចាំរីកដល់ 5000 អីចឹងបាទនេះគឺជាការសាក់លបងរបស់លោកហ៊ុនសែនដែលប្រើស្នៀតយួនប៉ុន្តែប្រើរបៀបខុសគ្នាពីយួនប្រើនៅក្នុងទសវត្សរ៍60និង70ចឹងហ្នឹងគឺគាត់ធ្វើអញ្ចឹងគាត់ឥឡូវនេះគឺជាភ្នាក់ងារសម្ងាត់តាមចាប់សាច់ជ្រូកបង្កគាត់ភ្នាក់ងារសម្ងាត់តាមចាប់សាច់ជ្រូកបង្កណាគាត់ក៏កោកកាយកិច្ចការនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតណាគាត់ក៏កោកកាយកិច្ចការនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលជាកូនប្រុសគាត់លែងធ្វើការអីកើតដែរក៏កោកកាយគាត់ជាប្រមុខរដ្ឋជំនួសស្ដេចផែនដីគាត់ជាប្រធានព្រឹទ្ធសភាគាត់ជាក្រុមប្រឹក្សាព្រះមហាក្សត្រគាត់ជាប្រធានបកគាត់ដើរកកោគ្រប់កន្លែងខ្ញុំថាវាមិនយូរទេបានមកក្តាំងទៀតបើសិនជាបានមកក្តាំងទៀតអានោះបើគាត់មានព្រៀបបន្តិចអូយគាត់ច្បាស់ជាសប្បាយចិត្តណាបានសេចក្តីថាលោកហ៊ុនសែនគាត់ប្រើគំនិតមួយថាថ្មងកាច់បាក់ដោះទៀតមានន័យថាថៃវាអត់អាចនឹងបំបាក់គាត់បានទេនេះគឺជាអ្វីដែលលោកហ៊ុនសែនកំពុងតែឆ្កឹះឆ្កៀលខ្ញុំអត់មានអីចំទាស់គាត់ទេខ្ញុំគ្រាន់តែធ្វើ show អធិប្បាយអំពីអ្វីដែលខ្ញុំមើលឃើញលោកហ៊ុនសែនធ្វើតាមការពិតនេះខ្ញុំមានតែបញ្យុះថែមឲ្យលោកហ៊ុនសែនរមាស់មាត់មែនតែនទៅពីព្រោះដើម្បីឲ្យលោកហ៊ុនសែនបានភ្លក់ម្ដងហើយម្ដងទៀតនៅបទពិសោធន៍ក្នុងឋានៈជាមេទ័ពកម្ពុជានៃព្រះរាជអាណាកិច្ចរាល់ថ្ងៃកម្ពុជាណាមនុស្សយើងណាភាសាអង់គ្លេសគេប្រើពាក្យអញ្ចេះឆ្កែចាស់កុំបង្រៀនស្នៀតថ្មីណាគេហៅថា do not teach old dog a new trick គេហៅថាកុំបង្រៀននៅស្នៀតថ្មីឲ្យឆ្កែចាស់ណាឆ្កែចាស់ត្រូវឲ្យគាត់សាកល្បងស្នៀតចាស់របស់គាត់អញ្ចឹងនៅក្នុងទ្រឹស្ដីមិនបង្រៀនស្នៀតថ្មីឲ្យឆ្កែចាស់គឺត្រូវតែជួយគ្រប់គ្រងលោកហ៊ុនសែនឲ្យក្រឡុកថៃខ្លាំងឡើងពីព្រោះវាបានឆាប់បាញ់គ្នាហើយបើវាបាញ់គ្នាវាធ្វើឲ្យថៃភ័យព្រួយសម្បើមណាស់វាភ័យខ្លាចធ្លាយបាងកកហ្នឹងទី1ទី2ហ្នឹងកងទ័ពជើងទឹករបស់លោកហ៊ុនសែននឹងចូលកាន់កាប់ជុំសមុទ្រថៃឡង់ទាំងមូលណាទី3គឺព្រំដែនគោកហ្នឹងនឹងវាយយកគេហៅស្អីភ្នំពេញណាសម្បូរសបាយបាំងកកខ្ចាត់ខ្ចាយទៅថ្កុំថ្កើងនៅអង្គរវត្តអញ្ចឹងនៅពេលដែលភ្នំពេញសម្បូរសបាយណាហើយបាងកកខ្ចាត់ខ្ចាយទៅសបាយអង្គរវត្តរដ្ឋបរោះដល់ឧត្តមឧត្តមខ្លាំងខ្លានៃព្រះរាជាអាណាតែងគេចាក់មិនចេះឈប់ជានឹងคล้ายទៅជាបរោះខ្លាំងកំពូលខ្លាំងគេហៅថា supreme strong man ណាមិនត្រឹមតែ strong man ទេមាន supreme ទៀតមានដាក់ទៀតអគ្គមហាខ្លាំងបរោះរដ្ឋនេះគឺជាអ្វីដែលលោកហ៊ុនសែនចង់កសាងកេរ្តិ៍ឈ្មោះរបស់គាត់នៅក្នុងប្រទេសយើងដែលជាពូជអ្នកច្បាំងអញ្ចឹងឥឡូវនេះសម្ដេចបានคล้ายទៅជាអគ្គនាយកចាប់សាច់ជ្រូកកណាអគ្គនាយកចាប់សាច់ជ្រូកកគាត់ឥឡូវនេះគាត់ប្រាប់ណាត្រូវទៅអគ្គនាយកប៉ូលីសជាតិនេះត្រូវទៅខួងស្រេងអភិបាលរាជធានីអីត្រូវចាប់សាច់ជ្រូកមែនតើត្រូវចាប់សាច់ជ្រូកមែនតើណាត្រូវតាមចាប់សាច់ជ្រូកពីព្រោះគាត់មានបណ្ដាញចារកិច្ចរបស់គាត់បានរកឃើញសាច់ជ្រូកបង្កកមកពីប្រទេសសៀមណាអញ្ចឹងនៅពេលដែលម៉ាឡេកំពុងតែផ្អាកការនាំចូលនៃបង្គាស្រស់ពីសៀមនៅពេលដែលប្រទេសជប៉ុនផ្អាកនាំផ្លែឈើចូលនៅពេលប្រទេសចិនកាត់បន្ថយការនាំទុរេនគឺសៀមលៀនអណ្ដាត
គឺសៀមលានអណ្ដាតអញ្ចឹងហើយទ្រឹស្ដីមួយគេហៅថាភ្នំពេញសបាយបាងកកខ្ចាត់ខ្ចាយទៅចម្រើនអង្គរវត្តបងប្អូនមិនជឿទេទៅសៀមរាបទៅផ្លូវថ្នល់ស្អាតប្រកបទៅដោយសេចក្តីសុខសាន្តណាទៅមើលពលានយន្តហោះសៀមរាបទៅបងប្អូនបាទទេសចរមិនសូវមកទេពីព្រោះកម្ពុជាយើងទទួលនៅសេចក្តីសុខសាន្តក្រោមបុណ្យបារមីរបស់សម្ដេចតេជោយើងឃើញថាពលានយន្តហោះឥឡូវមិនសូវមានទេណាបើយើងអាចដឹកឆ្កែកាត់តាមពលានយន្តហោះឆ្កែវាអត់ដឹងទៅព្រុសមិនទេព្រោះអត់ឃើញមនុស្សហើយតាមផ្លូវនៅខេត្តសៀមរាបល្អល្អាច់ណាស់អត់សូវមានចរាចរណ៍ទេណាហើយមកជួរខាងប៉ោយប៉ែតអីបងប្អូនណាគេហៅថារាត្រីដ៏ឧត្តមសុខដុមរមនាជនជាតិខ្មែររួមគ្នាមិនលក់ដូរផ្លូវថ្នល់ស្ងាត់ជ្រងំទីប្រជុំដងហាមស្រួលសេដ្ឋកិច្ចគ្មានអ្វីត្រូវឆេះឈួលនេះគឺជាការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្ដេចតេជោនៅទីក្រុងប៉ោយប៉ែតឥឡូវបងប្អូនទៅមើលទៅពីដើមឡើយបងប្អូនមុននឹងចូលប៉ោយប៉ែតបងប្អូនត្រូវជាប់ចរាចរណ៍ឥឡូវនេះចូលស្រួលចូលក៏ស្រួលចាញ់ក៏ស្រួលអត់ចាំបាច់ស្ដោះទឹកមាត់ទេអត់ចាំបាច់ស្ដោះទឹកមាត់ដាក់ដៃទេគឺដាក់ចូលហ្មងគឺដាក់ចូលហ្មងពីព្រោះអីសភាពស្ងប់ស្ងៀមប្រកបដោយខ្ញុំអំពាវនាវសូមឲ្យមានសណ្ដាប់ធ្នាប់ហ្នឹងឥឡូវគឺពិតប្រាកដមែនក្រោមការដឹកនាំរបស់សម្ដេចតេជោពិតប្រាកដហើយសម្ដេចតេជោទទួលងារថ្មីគឺសម្ដេចអគ្គខាងសាច់ជ្រូកកកណាគឺខាងសាច់ជ្រូកកកឥឡូវនេះសម្ដេចតេជោកំពុងតែយកចិត្តទុកដាក់លើសាច់ជ្រូកកកណា